សួស្តីបងបងអូនតោះថ្ងៃនេះយើងមករៀនធ្វើការីបងប្អូនថ្ងៃនេះយើងធ្វើការីញ៉ាំលក្ខណៈជាមួយនំប៉័ងនិងនំបញ្ចុកបងប្អូននេះអូយបងប្អូនគាត់តែឃើញស្រក់ទឹកមាត់ទៀតហើយថ្ងៃនេះយើងមកមើលពិធីធ្វើការីបែបលក្ខណៈគ្រួសាររបស់ខ្ញុំបងប្អូនខ្ញុំមានខ្ទិះដូងកន្លះគីឡូហើយសាច់មាន់ស្វិតបងប្អូនមាន់ស្វិតនឹងចូលចិត្ត4គីឡូហើយបងប្អូនហើយកាពិគ្រាប់ក្រហមផ្កាច័ន្ទគ្រឿងបុកហើយសណ្តែកដីនិងម្ទេសឆ្អើរក៏ច្រាំហើយបងប្អូនឥឡូវនេះខ្ញុំបានចាក់ប្រេងឆាពពងអាគ្រាប់ក្រហមយើងបងប្អូនពពងឲ្យវាចេញក្រហមចឹងហើយយើងច្រោះវាយើងយកអាគ្រាប់នឹងចោលទៅយើងយកតែទឹកប្រេងឆានឹងទេបងប្អូនចឹងឥឡូវនេះខ្ញុំចាក់ប្រេងឆាចូលឆ្នាំងទៅហើយដាក់គ្រឿងដែលយើងបុកហើយនឹងបន្ទាប់មកខ្ញុំដាក់ម្ទេសឆ្អើរក៏ច្រាំហើយស្រាច់នឹងចូលទៅដើម្បីលីងគ្រឿងនឹងឲ្យវាចូលគ្នាឲ្យឈ្ងុយបងប្អូនឥឡូវនេះគ្រឿងខ្ញុំបានរៀងក្រៀមហើយខ្ញុំចាប់ផ្ដើមដាក់កាពិខ្ញុំដាក់កាពិចូលខ្ញុំលីងវាកូរវាឲ្យសព្វហើយបន្ទាប់មកខ្ញុំចាក់សាច់មាន់ចូលចាក់សាច់មាន់យើងចូលទៅកូរឆាហើយយើងចាក់ផ្កាច័ន្ទនឹងចូលបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ស្ករត្នោតស្លការីនឹងខ្ញុំប្រើតែស្ករត្នោតទេបងប្អូនបន្ទាប់មកខ្ញុំចាប់ផ្ដើមផ្សំគ្រឿងដាក់អំបិលប៊ីចេងអីគ្រឿងផ្សំអំបិលប៊ីចេងបន្ទាប់មកខ្ញុំកូរវាហើយខ្ញុំងាស់សាច់នឹងបន្ទាប់មកឥឡូវនេះខ្ញុំចាក់ខ្ទិះចុងណាបងប្អូននេះយើងចាក់ខ្ទិះចុងដើម្បីរមាស់វានេះឃើញយើងចាក់ហើយយើងកូរវាហើយយើងងាស់វានិយាយទៅមាន់ស្វិតហ្នឹងយូរណាបងប្អូនរំបានតាវាផុយយើងមកងាស់ឡើង 3-4 ម៉ោងឥឡូវមិញហ្នឹងខ្ញុំចាក់ទីដើមជាមួយនឹងសណ្តែកដីចូលពួកអីមាន់យើងបានផុយហើយខ្ញុំមកងាស់យូរណាបងប្អូនអើយនេះអូយឈ្ងុយណាបងប្អូនឈ្ងុយដល់ផ្ទះមួយដល់ពីផ្ទះមួយដល់ផ្ទះមួយបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ជើងមាន់ខ្ញុំអេតបន្ថែមជើងមាន់ចូលឲ្យរសជាតិកាន់តែឆ្ងាញ់ឲ្យមើលទៅគួរឲ្យចង់ញ៉ាំបងប្អូននេះហើយនេះខ្ញុំចាប់ដើមដាក់បន្លែចូលឲ្យបងប្អូនបន្លែយើងមានដូចជាដលងជ្វាដលងបារាំងខ្ទឹមបារាំងហើយនិងការ៉ុតបងប្អូន4មុខនឹងខ្ញុំដាក់ចូលទៅនេះហើយយើងមកងាស់វាមកងាស់តតែអាលួយបន្លែបងប្អូននិយាយទៅការីវាអាលួយបន្លែហើយសាច់ផុយគឺដឹងតែឆ្ងាញ់ចឹងហ្មងបងប្អូននេះអូយឆ្អិនហើយបងប្អូនអើយអូយឆ្អិនហើយបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមដួសដាក់ចានហើយការីយើងញ៉ាំបានពី3បែបទៅបងប្អូនឥឡូវហ្នឹងបែបទី1ហ្នឹងខ្ញុំញ៉ាំការីជ្រលក់ជាមួយនំប៉័ងអូហូយបន្ទាប់មកបែបទី2ខ្ញុំញ៉ាំការីជាមួយនំបញ្ចុកយើងមានបន្លែមានអីសពមុខចឹងមកបងប្អូនហើយយើងចាប់ផ្ដើមផ្សំគ្រឿងវាយើងចាប់បន្លែមកមុខបន្តិចដាក់ទៅយើងផ្សំគ្រឿងវាឲ្យសពមុខមកបងប្អូននិយាយទៅឃើញហើយចង់ញ៉ាំទៀតហើយបងប្អូនអើយចូលសំឡេងហងលេបទឹកមាត់ផងអូយហើយនេះយើងចាប់ផ្ដើមដាក់នំបញ្ចុកមកច្រវាយមកហើយបន្ទាប់មកយើងចាប់ផ្ដើមដុសការីដុសដាក់វាចូលស្រូបពីលើនំបញ្ចុកមកស្រូបពីលើនំបញ្ចុកចឹងមកអូយកប់សេរីហើយក្តៅហុយទៀតហើយមានការីគេមានពងមាន់អូយនិយាយទៅមានបញ្ចប់ខ្ញុំស្លអាសាច់មាន់ស្វិតហ្នឹងបងប្អូននិយាយពីថាមកងាស់កាន់តែយូរកាន់តែឆ្ងាញ់តែហ្មងមានកសោមពងមានអីហ្នឹងអូយគឺកប់សេរីហ្មងបងប្អូនអាចរៀនធ្វើនៅផ្ទះបានណាព្រោះអីគាត់ថាការីហ្នឹងរៀងយើងគ្រឿងផ្សំរៀងច្បល់រៀងយូរបន្តិចអត់សូវស្រួលធ្វើទេហើយការចំណាយពេលវេលាធ្វើហ្នឹងគឺច្រើនម៉ោងណាព្រោះអីខ្ញុំស្លមាន់ស្វិតហ្នឹងខ្ញុំស្លប្រហែលជា4ម៉ោងហ្នឹងរំរាំតែផុយបងប្អូនអើយយូរខ្លាំងណាស់ហើយនិយាយពីកូនប្រុសខ្ញុំគាត់ចូលចិត្តគាត់ថាឆ្ងាញ់ណាស់ម៉ាក់ថ្ងៃក្រោយធ្វើទៀតឲ្យមេដៃហ្មងណា